នៅសម័យបុរាណក្រោមការគ្រប់គ្រងរបស់ព្រះបាទចក្រៃការព្រួយបារម្ភធម្មពុទ្ធរបស់ទ្រង់គឺជាបុត្រីតែមួយគត់របស់ទ្រង់គឺព្រះនាងខ្មៅដែលមានសម្រស់ស្រស់ស្អាតប្លែកព្រះនាងមិនដែលសើចសប្បាយដោយក្មេងដទៃឡើយស្បែកខ្មៅរលោងដូចស្រមៅរាត្រីនិងសម្រស់ដោយចម្លែករបស់នាងបានធ្វើឲ្យគ្រប់គ្នានៅក្នុងវាំងភ័យខ្លាចនិងខ្សឹកខ្សៀវនិយាយពីនាងព្រះបាទចក្រៃព្រួយបារម្ភពីសុភមង្គលបុត្រីក៏ប្រកាសរកព្រះអង្គម្ចាស់ដែលមានចំណេះដឹងនិងសេចក្តីក្លាហានដើម្បីយកបេះដូងព្រះនាងព្រះអង្គម្ចាស់បណ្ឌិតបានយាងមកដល់ជាមួយនឹងក្បួនដំរីដ៏ធំទ្រង់មានព្រះភ័ក្ត្រស្រស់ស្រាយនិងភាពក្លាហានដែលធ្វើឲ្យគ្រប់គ្នាមានសង្ឃឹមថាទ្រង់អាចយកបេះដូងព្រះនាងបានប៉ុន្តែពេលជួបគ្នាលើកដំបូងព្រះអង្គម្ចាស់បណ្ឌិតមិនបានភ័យខ្លាចឡើយទ្រង់បានសរសើរសម្រស់ដ៏ប្លែករបស់នាងហើយការយកចិត្តទុកដាក់របស់ទ្រង់ចាប់ផ្ដើមធ្វើឲ្យបេះដូងដ៏ត្រជាក់របស់ព្រះនាងកក់ក្ដៅឡើងវិញថ្ងៃខែបានកន្លងទៅអ្នកទាំងពីរបានចំណាយពេលជាមួយគ្នាលេងជាមួយធម្មជាតិព្រះនាងលែងមានអារម្មណ៍ឯកាទៀតហើយប៉ុន្តែសុភមង្គលនេះមិនបានស្ថិតស្ថេរឡើយរូបមន្តអាគមម្នាក់ដែលរស់នៅក្នុងព្រៃជ្រៅបានដឹងពីសម្រស់ដ៏អាចកំបាំងរបស់នាងហើយចង់ចាប់នាងយកមកធ្វើជាភរិយាគ្រូមន្តអាគមរូបនោះបានបញ្ចេញមន្តអាគមងងឹតដើម្បីដាស់វិញ្ញាណខ្មៅព្រាយបិសាចឲ្យចេញមកបង្កភាពភ័យខ្លាចដល់រាជវាំងនិងចាប់យកព្រះនាងខ្មៅរីត្រីមួយដ៏សែនសង់រេងផ្សែងខ្មៅងងឹតបានក្របដណ្ដប់រាជវាំងវិញ្ញាណបិសាចបានវេលុកកំទេចអ្វីគ្រប់យ៉ាងសំឡេងសម្រែកភ័យខ្លាចបានលឺពេញរាជវាំងព្រះអង្គម្ចាស់បណ្ឌិតបានតស៊ូប្រយុទ្ធយ៉ាងក្លាហានទ្រង់បានការពារព្រះនាងយ៉ាងអស់ពីសមត្ថភាពប៉ុន្តែស្ត្រីងងឹតមានច្រើនពេកហើយមន្តអាគមរបស់វាក៏ខ្លាំងក្លាទីបំផុតគ្រូមន្តអាគមបានចាប់ព្រះនាងហើយបញ្ជាឲ្យវិញ្ញាណបិសាចនាំនាងទៅកាន់ភ្នំខ្មៅព្រះអង្គម្ចាស់បណ្ឌិតបានត្រឹមតែមើលទាំងការឈឺចាប់និងអស់សង្ឃឹមវាំងដែលធ្លាប់តែសបាយឥឡូវប្រែជាស្ងាត់ជ្រងំព្រះបាទចក្រៃស្ទើរតែឈួតចិត្តដោយព្រួយបារម្ភពីបុត្រីប៉ុន្តែព្រះអង្គម្ចាស់បណ្ឌិតមិនព្រមចោះចាញ់ឡើយបើទោះជាទ្រង់មានរបួសក៏ទ្រង់បានបដិញ្ញាចិត្តថាទ្រង់នឹងទើសង្គ្រោះព្រះនាងឲ្យខានតែបានបើទោះជាត្រូវបូជាជីវិតក៏ដោយព្រះអង្គម្ចាស់បណ្ឌិតបានធ្វើដំណើរយ៉ាងលំបាកឆ្លងកាត់ព្រៃជ្រៅភ្នំខ្ពស់ៗនិងឧបសគ្គជាច្រើនទ្រង់បានឡើងទៅលើភ្នំខ្មៅភ្នំដែលពោពេញទៅដោយគ្រោះថ្នាក់ប៉ុន្តែគ្មានអ្វីអាចរារាំងទ្រង់បានឡើយនៅពេលទ្រង់មកដល់គ្រូមន្តអាគមដ៏អាក្រក់ម្នាក់បានបញ្ចេញវិញ្ញាណបិសាចមកវាលុកការប្រយុទ្ធដ៏ខ្លាំងក្លាបានចាប់ផ្ដើមឡើងវិញទីបំផុតព្រះអង្គម្ចាស់បណ្ឌិតបានឈ្នះទ្រង់បានសម្លាប់គ្រូមន្តអាគមនោះប៉ុន្តែទ្រង់ក៏បានទទួលរបួសធ្ងន់ផងដែរព្រះនាងនាងខ្មៅបានយំសោកសង្រេងដោយឃើញព្រះអង្គម្ចាស់បណ្ឌិតដេកក្នុងភក់ឈាមនាងបានដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះនាងគឺពិតជាធំធេងខ្លាំងណាស់ទឹកភ្នែកក្តីស្រឡាញ់បានហូរធ្វើឲ្យព្រះអង្គម្ចាស់បណ្ឌិតដឹងខ្លួនឡើងវិញព្រះបាទចក្រៃបានសង់ប្រាសាទមួយនៅទីនោះដើម្បីរំលឹកដល់សេចក្តីស្រឡាញ់និងការលះបង់របស់បុត្រីហើយអ្នកទាំងពីរក៏រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ